សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសម្ដែងរឿងតរបស់យើងទៀតហើយអធិស្ឋានខ្ញុំផងដែលខ្ញុំចេញយូរអញ្ចឹងយើងចូលសេរីយតែម្ដងទៅសាលាវេទមន្ត Springfield តែខ្ញុំទិញច្រើនពេកទេតើអ្នកនាងកំពុងគិតអីហ្នឹងនេះគ្រាន់តែជាអីវ៉ាន់របស់អ្នកនាងមួយផ្នែកប៉ុណ្ណោះអីវ៉ាន់របស់អ្នកនាងដែលនៅសល់បានបញ្ជូនទៅកន្លែងស្នាក់នៅរបស់អ្នកនាងរួចហើយឪពុករបស់អ្នកនាងបារម្ភថាអ្នកនាងនឹងមិនទម្លាប់ស្នាក់នៅក្នុងបន្ទប់ផ្នែកលើកដំបូងដូច្នេះគាត់បានរៀបចំពិសេសសម្រាប់អ្នកនាងនៅសាលាវាថែមទាំងមានបន្ទប់ក្រោមដីមួយដូច្នេះវាគួរតែមានបន្ទប់គ្រប់គ្រាន់សម្រាប់សម្ភារៈរបស់អ្នកទាំងអស់គាត់ធ្វើនេះជ្រុលពេកហើយតើឯកសណ្ឋានសាលារបស់ខ្ញុំនៅឯណាខ្ញុំបានឃើញអ្នកផ្សេងទៀតកំពុងពាក់ឯកសណ្ឋានរបស់ពួកគេចាអ្នកនាងសិស្សថ្មីត្រូវចាំរហូតដល់ពួកគេត្រូវបានតម្រង់ជួរដើម្បីទទួលបានឯកសណ្ឋានរបស់ពួកគេអញ្ចឹងមានន័យថាត្រូវតម្រង់ជួរមានមហាវិទ្យាល័យចំនួន2នៅសាលាវេទមន្ត Springfield ពន្លឺនិងភាពងងឹតពិធីតម្រង់ជួរកំណត់ថាមហាវិទ្យាល័យត្រូវតម្រៀបសិស្សថ្មីចូលទៅដោយផ្នែកលើទេកោសញ្ញានិងសមត្ថភាពធម្មជាតិរបស់ពួកគេអញ្ចឹងចុះខ្ញុំវិញខ្ញុំមិនមានទេកោសញ្ញាឬសមត្ថភាពធម្មជាតិណាមួយទេអ្នកដែលមិនអាចប្រើវេទមន្តអ្វីទាំងអស់កុំបារម្ភអីអ្នកនាងលោកម្ចាស់បានរៀបចំសម្រាប់អ្នកនាងរួចហើយគ្រាន់តែចាំប្រឈមមុខនឹងផ្លូវរបស់អ្នកនាងទៅប្រសិនបើអ្នកនាងត្រូវបានគេធ្វើតេស្តគ្រាន់តែចុចកុងតាក់នៅខាងក្រោមខ្ញុំមានអារម្មណ៍ថាអនាគតរបស់ខ្ញុំនៅទីនេះមិនអាចនឹកស្មានដល់សញ្ញាអូខេតើនេះមិនមែនជាក្មេងស្រីដែលចង់តែងបាល់គ្រីស្តាល់ពីម្សិលមិញទេពុកបានធ្វើការបូបនេះខ្លួនឯងសម្រាប់កូនត្រូវតែខំរៀនណាខេងយេខ្ញុំកំពុងរងចាំមានការអ្នកប្រើវេទមន្តដ៏មានឥទ្ធិពលនៅក្នុងគ្រួសាររបស់យើងអរគុណច្រើនចេកស្ញាំញញឹមដោយសោះបំប្រងក្មេងស្រីម្នាក់នេះពិតជាស្អាតណាស់ទោះតែម្យ៉ាងពិបាកនិយាយគ្នារបស់គ្រប់យ៉ាងធ្វើពីដៃការបូបដាក់អីវ៉ាន់របស់ពួកគេប៉ុន្តែនាងមានការបូបស្ពាយតូចមួយគួរឲ្យអាណិតណាស់ហើយស្រាប់ទៅពេលនោះក៏មានអ្នកគ្រូម្នាក់បាននិយាយមកកាន់ពួកគេថាបែបនេះសិស្សថ្មីទាំងអស់គ្នាពិធីតម្រង់ជួរនឹងចាប់ផ្ដើមក្នុងពេលឆាប់នេះសូមទុកអីវ៉ាន់អ្នកទាំងអស់គ្នានៅសាលាចំហៀងហើយលាឪពុកម្ដាយរបស់អ្នកទាំងអស់គ្នាហើយតម្រង់ជួរនៅជាន់ទី2សម្រាប់ពិធីតើអ្នកទាំងអស់គ្នានៅទីនេះគ្រប់គ្នាហើយមែនទេការតូចរបស់ខ្ញុំសូមស្វាគមន៍មកកាន់សាលា Springfield ឥឡូវនេះយើងនឹងបន្តជាមួយនឹងពិធីចម្រៀងរបស់យើងដូចតែអ្នកទាំងអស់គ្នាបានដឹងហើយថាសាលារបស់យើងត្រូវបែងចែកជាមហាវិទ្យាល័យពន្លឺនិងមហាវិទ្យាល័យងងឹតថ្វីត្បិតតែពន្លឺនិងស្រមោលវេទមន្តហាក់បីដូចជាពួកគេនៅទល់មុខគ្នាអ្នកទាំងអស់គ្នាជាមិត្តរួមថ្នាក់នៅទីនេះហើយអ្នកនឹងត្រូវបានចាត់ទុកដោយស្មារភាពមិនថាមហាវិទ្យាល័យណាដែលអ្នកត្រូវបានត្រៀមចូលទៅក្នុងដូច្នេះកុំភ័យអីសូមមកមុខពេលអ្នកគ្រូហៅឈ្មោះណាហើយកាន់បាល់គ្រីស្តាល់បែបនេះគ្រាប់គ្រីស្តាល់នឹងបញ្ចេញពន្លឺផ្សេងគ្នាយើងទៅតាមអំណោយធម្មជាតិនិងទេកោសញ្ញារបស់មនុស្សម្នាក់ពន្លឺដែលខ្លាំងបំផុតកាន់តែរឹងមាំតាមថាមពលវេទមន្តដែលអ្នកមានអូខេរឿងយើងក៏ចប់ត្រឹមនឹងឯងហើយអធិស្ឋានខ្ញុំផងបើសិនជាខ្ញុំអានអក្សរក៏ត្រង់ណាឬក៏វាមានសំឡេងបន្តិចបន្តួចថាសំឡេងហ្នឹងវាមានរំខានអីចឹងណាចឹងអធិស្ឋានខ្ញុំផងហើយចាំជួបគ្នានៅវីដេអូក្រោយបាយបាយ